កម្ពុជាគឺជាប្រទេសមួយដែលបានឆ្លងកាត់ការលំបាកជាច្រើនដំណាក់កាលហើយក៏បានរីកចម្រើនតាមរយៈសន្តិភាពឯកភាពនិងកសាងភាពធន់សម្រាប់ប្រជាជនសន្តិភាពគឺជាក្តីសុបិនប៉ុន្តែវាក៏ជាការចាំបាច់សម្រាប់សេចក្តីថ្លៃថ្នូរឱកាសនិងការអភិវឌ្ឍដើម្បីសន្តិភាពយុវជនមានពិការភាពជឿជាក់ថាសន្តិភាពបង្កើតឱកាសសម្រាប់មនុស្សគ្រប់រូបអង្គការបណ្ដាញយុវជនមានពិការភាពឬហៅកាត់ថា DYNO គឺជាអង្គការមួយដែលបានដឹកនាំដោយយុវជនមានពិការភាពនិងយុវជនមិនមានពិការភាពបានធ្វើការបដិញ្ញាចិត្តក្នុងការពង្រឹងសមត្ថភាពយុវជនមានពិការភាពនិងលើកកម្ពស់ការចូលរួមប្រកបដោយបរិយាបន្ននៅក្នុងសង្គមតាមរយៈសកម្មភាពសង្គមនិងភាពជាអ្នកដឹកនាំរបស់ DYNO បង្ហាញថាយុវជនមានពិការភាពគឺជាតួអង្គនៃសន្តិភាពការអភិវឌ្ឍនិងមនុស្សធម៌កាលពីថ្ងៃសៅរ៍ទី7 ខែកុម្ភៈឆ្នាំ2026អង្គការបណ្ដាញយុវជនមានពិការភាពសហការជាមួយរដ្ឋបាលសាលារាជធានីភ្នំពេញបានរៀបចំយុទ្ធនាការជិះកង់ដ៏មានអត្ថន័យមួយក្រោមប្រធានបទការជិះកង់ដើម្បីសន្តិភាពនិងមនុស្សធម៌ព្រឹត្តិការណ៍នេះបានកៀរគរអ្នកចូលរួមប្រមាណជាង100នាក់រួមមានទាំងជនមានពិការភាពនិងអ្នកគាំទ្រដែលមិនមានពិការភាពយុទ្ធនាការនេះមានគោលបំណងផ្ញើសារមួយដល់មានឥទ្ធិពលថាជនមានពិការភាពឲ្យតម្លៃយ៉ាងជ្រាលជ្រៅចំពោះសន្តិភាពនិងការអភិវឌ្ឍហើយពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមចំណែកកសាងសង្គមមួយប្រកបដោយបរិយាបន្នយុទ្ធនាការនេះបានផ្ដួចផ្ដើមស្វែងរកមូលនិធិគាំទ្រសម្រាប់គ្រួសារជនមានពិការភាពដែលភៀសសឹកនៅក្នុងខេត្តព្រះវិហារលោកងិនសៅរតប្រធានប្រតិបត្តិនៃអង្គការបណ្ដាញយុវជនមានពិការភាពបានលើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានដូចនេះថាអង្គការបណ្ដាញយុវជនពិការហៅកាត់ DYNO រៀបចំទិវាជិះកង់ដើម្បីសន្តិភាពនិងមនុស្សធម៌ក្នុងគោលបំណងដើម្បីរៃអង្គាសថវិកាដើម្បីជួយជនភៀសសឹកនៅខេត្តព្រះវិហារអង្គការបណ្ដាញយុវជនពិការយើងចង់លើកទឹកចិត្តទី1គឺចង់បង្ហាញសាធារណជនថាជនពិការរបស់យើងក៏មានបេះដូងស្រឡាញ់សន្តិភាពដោយអ្នកមិនពិការផងដែរមានន័យថាជនពិការយើងគ្រប់រូបជាផ្នែកមួយនៃការអភិវឌ្ឍសង្គមទីមនោរមនៅថ្ងៃទី3 ខែមិនិនាឆ្នាំ2026ថ្នាក់ដឹកនាំនិងបុគ្គលិកអង្គការបណ្ដាញយុវជនមានពិការភាពបាននាំយកអំណោយទទួលបានពីយុទ្ធនាការជិះកង់ដើម្បីសន្តិភាពនិងមនុស្សធម៌យកទៅចែកជូនជនមានពិការភាពភៀសសឹកចំនួន70គ្រួសារកុមារចំនួន320នាក់ស្ត្រីមានផ្ទៃពោះចំនួន30នាក់ក្នុងបរិយាកាសដ៏កក់ក្ដៅនិងស្និទ្ធស្នាលតែយើងបានស្បត់មុខពយតាឌីហើយយើងទាំងពីរស្មោះស្ម័គ្រយូរលងក្រោមការសម្របសម្រួលនិងសហការដោយមន្ទីរសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានិងរដ្ឋបាលខេត្តព្រះវិហារកិច្ចខិតខំប្រឹងប្រែងរបស់ដៃគូម្ចាស់ជំនួយនិងសប្បុរសជននានាក្នុងចលនាប្រកបដោយសាមគ្គីភាពនិងមេត្តាធម៌ចំពោះប្រជាជាតិខ្មែរឃើញយើងបានសុខគេមិនព្រមទេរងល្បិចរិះរេបំភ្លៃការពិតបង្កទំនាស់ស្រាយប្រាប់ញាតិមិត្តសកម្មភាពទាំងនេះ
គឺជាការរួមចំណែកជួយដល់បងប្អូនជនមានពិការភាពភាសាដែលកំពុងជួបទុក្ខលំបាកនិងត្រូវបានជម្លៀសមកកាន់ជំរំជនភាសាស្ថិតក្នុងវត្តបាក់កម្មឃុំឈឿនមុខស្រុកត្បៃមានជ័យខេត្តព្រះវិហារ ច្បាស់ថាខ្ញុំពិតម្ចាំងនឹងអូនបោផាមិនអាចបំភ្លៃតាមតែពាក្យថាមានព្រះវិហារជាសង្ស័យផង លោកអឺលីប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការបណ្ដាញយុវជនមានពិការភាពបានលើកឡើងថា អង្គការបណ្ដាញយុវជនមានពិការភាពរៀបចំទិវាជិះកង់ដើម្បីសន្តិភាពនិងរៃទាថវិកាបានមួយចំនួនពីសប្បុរសជនយើងនៅទីក្រុងភ្នំពេញទិញជាស្បៀងអាហារសម្ភារបំពាក់បានមួយចំនួនដើម្បីផ្ដល់ជូនជនជាតិសិទ្ធិយើងនៅជំរំកម្មនេះហើយក៏សូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយទាំងឡាយដែលបានឧបត្ថម្ភ លោកងុនសៅរតប្រធានប្រតិបត្តិនៃអង្គការបណ្ដាញយុវជនមានពិការភាពបានលើកឡើងថាអង្គការបណ្ដាញយុវជនមានពិការភាពបានផ្ដួចផ្ដើមនិងរៀបចំយុទ្ធនាការជិះកង់ដើម្បីសន្តិភាពនិងមនុស្សធម៌ក្នុងគោលបំណងបង្ហាញដល់ពិភពលោកនិងមហាជននានាឲ្យបានឃើញថាប្រទេសកម្ពុជាត្រូវការសន្តិភាពជាពិសេសជនមានពិការភាពស្ត្រីកុមារនិងយុវជនពិតជាត្រូវការសន្តិភាពនិងការអភិវឌ្ឍ យើងបានជួយកុមារជាសម្ភារៈសិក្សាចំនួន320នាក់ហើយនឹងប្រទេសមានពេលចំនួន30ទៅ40នាក់ហើយនឹងបងប្អូនជនពិការភាពសត្វនេះចំនួន70នាក់70គ្រួសារសូមយកឱកាសនេះថ្លែងអំណរគុណដល់ម្ចាស់ជំនួយដែលមានគ្រួសារតកូតាំងបងប្អូនតកូតាំងទាំងអស់ក៏ដូចជាសាច់ញាតិរបស់គាត់ព្រមទាំងសាកលវិទ្យាល័យលោកតុនជាងដាក់វ៉ាន់ហុងអង្គការខែហើយនឹងបណ្ដាក្រុមហ៊ុនតូចៗមួយចំនួនទៅបីតិចក្តីច្រើនតែនេះគឺជាការរួបរวมសាមគ្គីមួយដ៏ខ្លាំងខ្ញុំជឿជាក់ថាខ្មែររួបរวมខ្មែរស្រឡាញ់ខ្មែរជួយខ្មែរទាំងជនពិការទាំងជនមិនពិការអាចរួមគ្នាធ្វើឲ្យខ្មែរយើងខ្លាំង ឆ្លៀតក្នុងឱកាសនោះលោកក៏បានថ្លែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលសាលារាជធានីភ្នំពេញម្ចាស់ជំនួយនិងអ្នកគាំទ្រទាំងអស់ដែលបានសហការសម្រាប់សម្រួលព្រឹត្តិការណ៍នេះទទួលបានជោគជ័យ សូមអរគុណដល់ចំណាជំនួយដែលបានជួយសប្បុរសជនពិការមានអាយុវែងសុខសប្បាយទាំងអស់គ្នាអូយណយនេះក៏បានសុខភាពល្អរស់ទីមានបានអរគុណដែលចាយជំនួយអរលោកពូលោកអ៊ំដែលជំនួយមកឲ្យមានសុខភាពល្អឲ្យរស់សុខចំណិតមានឲ្យសុខសប្បាយក្រុមគ្រួសារទាំងអស់ អរគុណដែលចាស់ជំនួយនេះជនពិការក៏បានជួយមកដល់ខ្ញុំអរគុណដល់ម្ចាស់ដែលអ្នកជួយនឹងខ្ញុំសូមអរគុណឲ្យម្ចាស់មានសុខភាពល្អអាយុវែង ចង់បានរូបស្រីតែយើងបានស្បត់ ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងឲ្យយើងឃើញថាបើទោះបីស្ថិតក្នុងគ្រាលំបាកយ៉ាងណាក៏ដោយក៏ប្រជាជនកម្ពុជានៅតែមានស្មារតីសាមគ្គីភាពខ្មែរស្រឡាញ់ខ្មែរស្រឡាញ់សន្តិភាពនិងការអភិវឌ្ឍ ទោះមានឧបសគ្គរួមរិទ្ធចិត្តជុំក៏បងនឹងមុំមិនព្រាត់គ្នា អរគុណសន្តិភាព ឃើញយើងបានសុខគេមិនព្រមទេរងល្បិចរិះរេបំភ្លៃការ